cả chuốc cả đã quạt bọc chết từ lia từ tua là vát hai quạt cổ bỏ đó là vát hai chấp nhận miên cả plak prai đã là o cả lànแต่มาดองជួបផ្ទេហើយបំផ្លាស់បំប្រែនៅខែកក្កដាឆ្នាំ1991មានចំនួនមួយរវាងមនុស្សពីរនាក់ដែលអត់ដែលជួបគ្នាពីមុនមកហើយលទ្ធផលនៃចំនួនហ្នឹងគឺចាប់ផ្ដើមមានការផ្លាស់ប្រែយ៉ាងធំកើតឡើងដល់ពិភពលោកយើងតែម្ដងជាចំនួនរវាងមហាសេដ្ឋី Warren Buffett ហើយស្ថាបនិករបស់ក្រុមហ៊ុន Microsoft ដែលមួយក្មេងគឺលោក Bill Gates ការដែលគាត់បានជួបគ្នាលើកដំបូងលោក Bill Gates គាត់សម័យចិត្តថាគាត់គួរតែបោកចេះទូលាយហើយគាត់គួរតែស្ដាប់អាវ៉ាត់ពីរៀនចម្បងរបស់គាត់ដែលគាត់មិនដែលជួបពីមុនមកទេជួបគ្នាអង្គុយស្ដាប់គ្នាក៏មកចាប់ផ្ដើមមានលើកបន្ទាប់រហូតដល់មានការផ្ទេរទៅលើគុណតម្លៃពីលោក Warren Buffett ទៅលោក Bill Gates ហើយលទ្ធផលគឺជាមួយគ្នាទាំងពីរនាក់គឺគាត់ធ្វើការងារសម្រាប់តនៅជំវិញពិភពលោកដល់នាំការផ្លាស់ប្រែបែបវិជ្ជមានដល់ពិភពលោកនេះតែម្ដងនេះហើយជាលទ្ធផលនៃការដែលស្ដាប់អាវ៉ាត់ផ្ដល់អាវ៉ាត់ដើម្បីផ្ទេរកេរដំណែលដល់ចំនួនបន្ទាប់ហើយនេះហើយជាអ្វីដែលខ្ញុំក៏ចង់បបួលលោកអ្នកបងប្អូនជាមួយគ្នាតោះយើងស្វែងយល់ជាមួយគ្នាអំពីរបៀបជួបផ្ទេរហើយបំផ្លាស់បំប្រែអំពីរបៀបទទួលអាវ៉ាត់ផ្ដល់អាវ៉ាត់ហើយផ្ទេរកេរដំណែលដល់អ្នកដទៃទៀតដល់ចំនួនក្រោយទៀតរបៀបរស់នៅបែបនេះហើយជារបៀបរស់នៅដែលល្អប្រសើរហើយក៏ជាពិធីសាស្ត្រនៅក្នុងស្ថាប័ននានារបស់យើងដើម្បីពហុគុណឡើងទៅលើអ្វីដែលល្អដែលយើងខំបង្កើតឲ្យវាពហុគុណឡើងតែងរីកចម្រើនឡើងក្នុងចំនួនក្រោយទៀតថ្ងៃនោះដែលលោក Bill Gates បានជួបគ្នាជាមួយលោក Warren Buffett លោក Bill Gates គាត់សម័យចិត្តថាទោះបីជាខ្ញុំពូកែប៉ុន្តែខ្ញុំគួរតែបោកចិត្តទូលាយរៀនសូត្រពីគាត់ហើយគាត់ឮអំពីរបៀបរស់នៅមួយបែបទៀតដែលគាត់អត់សូវដែលនឹកឃើញជារបៀបរស់នៅរបស់លោក Warren Buffett ដែលជាអ្នកមានជាងគេបង្អស់ក្នុងពិភពលោកដល់លោក Warren Buffett គាត់បាននិយាយថាគាត់ជោគជ័យក្នុងជីវិតគាត់ប្រមូលទ្រព្យច្រើនប៉ុន្តែគាត់ចង់ធ្វើអ្វីដែលមានប្រយោជន៍ដល់សង្គមគាត់ចង់ធ្វើអ្វីដែលមានប្រយោជន៍ដល់ពិភពលោកនេះហើយគាត់អត់មានកម្រងប្រើប្រាស់ទ្រព្យដែលគាត់បានរកមកតែអស់ទេហើយគាត់នឹងខិតខំដើម្បីធ្វើកិច្ចការសប្បុរសធម៌ដល់ពិភពលោកនេះការណាក់ជួបថ្ងៃនោះចាប់ផ្ដើមមានគំនិតថ្មីនៅក្នុងជីវិតរបស់លោក Bill Gates ហើយគាត់ជួបគ្នាលើកបន្ទាប់លោក Warren Buffett គាត់ចាប់ផ្ដើមបង្ហាញផ្លូវបង្ហាញពិធីសាស្ត្រដើម្បីយកចំណែកខ្លះនៃអ្វីដែលយើងមានក្នុងជីវិតរបស់យើងហើយផ្ទេរដល់ចំនួនក្រោយទៀតរហូតដល់លោក Bill Gates ក៏ចាប់ផ្ដើមធ្វើតាមយកគំរូតាមលោក Warren Buffett ហើយគាត់ក៏សម័យចិត្តថាទ្រព្យដែលកំពុងតែកោនរបស់គាត់ពីមួយពេលទៅមួយពេលគាត់ក៏នឹងធ្វើដូចគ្នាហើយគាត់នឹងចាប់ផ្ដើមយកចំណែកមួយដ៏ធំដើម្បីជួយសង្គមដើម្បីជួយអ្នកដទៃទៀតហើយឥឡូវបើយើងមើលលទ្ធផលរួម
រាប់សិបឆ្នាំកន្លងមកនេះហើយនៅដំណើរប្រទេសទាំងប្រទេសយើងក្តីយើងឃើញថាជីវិតមនុស្សរាប់លាននាក់ត្រូវបានទទួលថ្នាំពេទ្យផ្ទះសម្បែងសាលារៀនលក្ខណៈគឺដោយសារការជួបការដែលគាត់បោកចិត្តទូលាយទទួលអាវ៉ាត់ហើយគាត់ក៏ផ្ដល់អាវ៉ាត់ហើយចាប់ផ្ដើមមានការផ្លាស់ប្រែដ៏ល្អកើតឡើងតែម្ដងពិធីសាស្ត្រដើម្បីធ្វើវាមិនពិបាកពេកទេពិធីសាស្ត្រដើម្បីធ្វើវាមាន5ចំណុចចំណុចទី1ជាការដែលយើងចង់ផ្ទេរដល់អ្នកដទៃទៀតអ្វីដែលយើងមានមិនតែគុណសិលធម៌ក៏ដោយមិនតែរបៀបរស់នៅក៏ដោយមិនតែចំណេះជំនាញរបស់យើងក៏ដោយជាការដែលយើងបបួលអ្នកដទៃទៀតមកជាមួយយើងហើយយើងប្រាប់គាត់ថាឲ្យគាត់មើលហើយចាំយើងអ្នកធ្វើឲ្យគាត់មើលរបៀបរស់នៅរបស់យើងឲ្យគាត់មើលគុណសិលធម៌របស់យើងឲ្យគាត់មើលចំណេះជំនាញរបស់យើងគាត់តែមើលហើយចាំយើងអ្នកធ្វើយើងមិនមែនគាត់តែជាអ្នកតាណាយើងអ្នកធ្វើប៉ុន្តែយើងបបួលគាត់មកមើលមករៀនសូត្រពីយើងមកបន្ទាប់ពីគាត់មកមើលមួយរយៈបានយើងបបួលគាត់ទៅដំណាក់កាលទី2គឺយើងបបួលគាត់ថាតោះយើងធ្វើជាមួយគ្នានេះហើយជាអ្វីដែលលោក Warren Buffett បានបបួលលោក Bill Gates ថាតោះយើងដាក់ទ្រព្យរបស់យើងចូលគ្នាខ្លះទៅដើម្បីបង្កើតស្ថាប័នសប្បុរសធម៌យើងធ្វើការងារសប្បុរសធម៌នៅជុំវិញពិភពលោកតោះយើងធ្វើជាមួយគ្នាដំបូងឡើយគាត់ឲ្យរៀនសូត្រគាត់ឲ្យមកមើលសិនប៉ុន្តែបន្តមកតោះយកបទពិសោធន៍កាន់តែស៊ីជម្រៅដោយធ្វើជាមួយគ្នានេះហើយជាការតាំងចិត្តរបស់មនុស្សដែលគាត់តាំងចិត្តថាគាត់ចង់ផ្ទេរគាត់ចង់ទុកជាកេរដំណែលដល់ចំនួនក្រោយទៀតដោយคล้ายទៅជាពាក្យមួយហៅថាជាគ្រូផ្ដល់អាវ៉ាត់ហើយគ្រូបង្វឹក leaving a legacy through mentorship and coaching to others leaving a legacy to the next generation it begins with a commitment to mentor and coach those that are open to being mentored and coached ជាការដែលយើងតាំងចិត្តថាខ្ញុំនឹងផ្ទេរអ្វីដែលខ្ញុំមានដែលអស់អ្នកដែលស្ម័គ្រចិត្តឬក៏សុខចិត្តស្ដាប់ហើយទទួលអ្វីដែលខ្ញុំចង់ផ្ទេរនោះទី1ដែលខ្ញុំបាននិយាយជាការដែលយើងធ្វើហើយយើងបបួលគេមកមើលអ្វីដែលយើងធ្វើទី2តោះយើងធ្វើជាមួយគ្នាមិនតែជំនាញក៏ដីរបៀបរស់នៅក៏ដីផ្នែកកំណត់ក៏ដីគុណសិលធម៌ក៏ដីដល់ដំណាក់កាលទី3យើងអនុញ្ញាតឲ្យគាត់អ្នកចាប់ផ្ដើមធ្វើគាត់អ្នកចាប់ផ្ដើមធ្វើហើយយើងខ្លាយទៅជាអ្នកដែលវ័យតម្លៃវិញការដែលយើងផ្ដល់អាវ៉ាត់ហើយខ្លាយទៅជាគ្រូផ្ដល់អាវ៉ាត់ឬក៏គ្រូបង្វឹកនៅក្នុងហ្នឹងមានន័យថាចូលដំណាក់កាលទី3នេះគឺយើងចាប់ផ្ដើមឲ្យគាត់ធ្វើប៉ុន្តែគាត់ក៏រីករាយដើម្បីទទួលការវ័យតម្លៃរបស់យើងហើយយើងក៏វ័យតម្លៃតាមនឹងយើងចាប់ផ្ដើមប្រាប់គាត់ថាបើគាត់កាយកនកន្លែងនេះគាត់សេរីកន្លែងនេះលើកក្រោយគាត់ធ្វើកន្លែងនេះល្អទេប៉ុន្តែគាត់សាក់ធ្វើបែបនេះវាអាចកាន់តែល្អប្រសើរធ្វើបែបនេះវាសឹងតែអត់មានរបៀបរស់នៅណាមួយដែលសប្បាយជាងនឹងវាជារបៀបរស់នៅដែលបោកចិត្តទូលាយវាជារបៀបរស់នៅដែលមិនមែនកំណាញ់ឬក៏ដណ្ដើមសម្រាប់តែខ្លួនឯងទេយើងចេះឲ្យខ្លះចង់ផ្ទេរយើងចេះឲ្យយើងរកឃើញឲ្យខ្លះដល់ល្អចង់ផ្ទេរយើងបានរកឃើញអ្វីដែលមានប្រយោជន៍ល្អដល់ជីវិតដល់អាជីវកម្មដល់របៀបធ្វើការយើងផ្ទេរដល់អ្នកដទៃទៀតដំណាក់កាលទី4ជាការដែលយើងអនុញ្ញាតឲ្យគាត់ទៅធ្វើហើយយើងម្ដងណាក់ជួបឬក៏ឲ្យគាត់រីកាឲ្យយើងមកវិញណាដើម្បីយើងបន្តដូចជាមើលឬក៏តាមដានការងារនឹងបន្តទៀតទៅធ្វើចុះហើយចាំយើងម្ដងរីកាមកវិញកាលមានអីដែលយើងអាចគ្រប់គ្រងកាលមានអីដែលយើងអាចជួយកាលមានអីដែលយើងអាចលើកឡើង
នៅក្នុងនឹងប៉ុន្តែកុំភ្លេចអំពីចំណុចទី5ចំណុចទី5ជាការដែលយើងសឹងតែដាស់តឿនគាត់តែការដែលទៅយកចំណេះជំនាញនេះដែលយំបានផ្ទេឲ្យការដែលយកគុណសិលធម៌ទាំងអស់នេះដែលយំបានផ្ទេឲ្យការដែលយករបៀបរស់នៅនេះដែលយំបានផ្ទេឲ្យហាមរក្សាសម្រាប់តែខ្លួនឯងទៅរកប្រាពាក្យថាទៅរកកូនសិស្សម្នាក់ទៀតចុះទៅរកម្នាក់ទៀតចុះឬក៏លើសពីម្នាក់ក៏បានដែរហើយទៅចាប់ផ្ដើមធ្វើដូចគ្នាហើយគាត់aiអ្នកធ្វើហើយaiគាត់អ្នកមើលហើយក៏មកធ្វើជាមួយគ្នាហើយក៏មកaiគាត់អ្នកធ្វើហើយយើងអ្នកមើលហើយក៏មកបញ្ជូនគាត់ទៅធ្វើហើយគាត់រីកាមកវិញចង់ឃើញលទ្ធផលពហុកុលឡើងនៅក្នុងស្ថាប័នរបស់យើងធ្វើបែបនេះចង់ចែករំលែកទៅលើអ្វីដែលល្អដែលយើងបានរកឃើញនៅក្នុងជីវិតមិនតាផ្នែកកំណត់គុណសិលធម៌ទម្លាប់ផ្សេងទៅហ៊ានផ្ទេដល់ចំនួនក្រៃទៀតខ្លាយទៅជាមនុស្សដែលព្រមទទួលអាវ៉ាត់ពីអ្នកដទៃទៀតជាចំណុចចាប់ផ្ដើមប៉ុន្តែទី2ក៏មានការតាំងចិត្តថាខ្ញុំនឹងផ្ដល់អាវ៉ាត់ដល់ចំនួនក្រៃទៀតពីព្រោះនេះហើយជារបៀបដែលខ្ញុំផ្ទេគេដំណើរដល់ចំនួនក្រៃទៀតហើយដូចគ្នាជាមួយធនាគារ APD ដែលជាដៃគូរបស់លោកអ្នកបងប្អូនក្នុងការដែលអ្វីដែលលោកអ្នកបងប្អូនខំប្រមូលមកគឺនឹងស្ថិតស្ថេរហើយនឹងត្រូវបានផ្ទេដល់ចំនួនក្រៃទៀតជាមួយនឹងដៃគូហើយបន្ទុករបស់លោកអ្នកបងប្អូនគឺធនាគារ APD តែម្ដងBeyond Premier, the signature banking experience.